Hello everyone សួស្តីទាំងអស់គ្នាអ្នកដែលពិបាកអានភាសាអង់គ្លេសអ្នកគ្នាអាចចូលមើលវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នានៅប្រភេទ dictionary មួយយ៉ាងដែលអ្នកទាំងអស់គ្នាអាចយកមកប្រើប្រាស់នៅក្នុងការជួយឲ្យអ្នកទាំងអស់គ្នាអានភាសាអង់គ្លេសបានត្រឹមត្រូវតោះទៅមើលទាំងអស់គ្នាទាំងគ្នាខ្ញុំនឹងបង្ហាញទាំងអស់គ្នានៅប្រភេទEnglish dictionary មួយយ៉ាងដែលអ្នកទាំងគ្នាអាចប្រើប្រាស់ជំនួយនៅក្នុងការអានភាសាអង់គ្លេសសម្រាប់អ្នកដែលពិបាកនៅក្នុងការអានពាក្យនៅក្នុងភាសាអង់គ្លេសឬក៏ពេលខ្លះយើងជួបពាក្យពិបាកទាំងអស់គ្នាអាចប្រើ dictionary មួយនេះបានដែល dictionary ហ្នឹងឈ្មោះថា Cambridge Dictionary ចេះទាំងអស់គ្នាខ្ញុំនឹងចូលទាំងអស់គ្នាអាចប្រើ browser មួយណាក៏បានដែរប្រើ Chrome ក៏បានប្រើ Google ក៏បានប្រើ Safari ក៏បាន dictionary ហ្នឹងឈ្មោះថា Cambridge Dictionary ទាំងអស់គ្នាវាយមកវាយពាក្យ Cambridge Dictionary មកប្រសិនបើអ្នកទាំងអស់គ្នាអត់ទាន់សរសេរ Cambridge អញ្ចឹងណាសរសេរ Cambridge dictionary របស់ខ្ញុំវា load ស្រាប់ហើយទាំងអស់គ្នាវាយពាក្យពេញអញ្ចឹងណាវាយពាក្យពេញអញ្ចឹងរបស់ខ្ញុំ load ស្រាប់ហើយនេះទាំងអស់គ្នាគឺ dictionary មួយនេះឃើញទេ dictionary មួយហ្នឹងតោះគ្នាចុចចូល Cambridge Dictionary ហ្នឹងមកគឺនៅខាងលើនេះមានoption ឲ្យយើងអាច search រកមើលពាក្យឥឡូវខ្ញុំឧទាហរណ៍ពាក្យថា Apple ជូនអ្នកទាំងអស់គ្នាណាពាក្យហ្នឹងគឺយើងណាក៏ចេះហើយបាទអញ្ចឹងពាក្យ Apple យើងបានពាក្យ Apple អញ្ចឹងទាំងអស់គ្នាចង់អានពាក្យហ្នឹងបាទមានន័យថាចង់ស្ដាប់តែពាក្យហ្នឹងអានដូចម្ដេចអញ្ចឹងនៅក្នុង dictionary នេះគេឲ្យយើងមានសំឡេង2មានថា how to pronounce apple ហ្នឹងគឺមានសំឡេង2ជាភាសាអង់គ្លេសមួយគឺអង់គ្លេសបែប UK មួយទៀតអង់គ្លេសបែប US អង់គ្លេស UK គេហៅថាភាសាអង់គ្លេសបែបតុងអាមេរិកកាំងដល់ដល់ US ហ្នឹងអង់គ្លេសបែប US ហ្នឹងគេហៅ English British អង់គ្លេសបែបអង់គ្លេសអញ្ចឹងតែសូរសំឡេងទាំងពីរហ្នឹងខុសគ្នាមកយើងស្ដាប់បានឃើញវាខុសគ្នាបន្តិចពាក្យខ្លះខុសគ្នាច្រើនដែរខុសគ្នាឆ្ងាយដែរអញ្ចឹងប្រសិនបើអ្នកចូលទាំងអស់គ្នាចូលមកដំបូងវាអត់មានចេញចឹងទេនេះវាអត់ចេញចឹងទេដល់នេះចុច line ត្រី3នេះចុច line ត្រី3ហ្នឹងមកឃើញទេអញ្ចឹងវាមានឲ្យយើងរើសទាំងអស់គ្នាយើងមើលវាមានឲ្យយើងរើស